សួស្តីដល់បងប្អូនប្រជាកសិករនៅក្នុងវីដេអូមួយនេះគឺខ្ញុំនិយាយតាក់ទងជាមួយរបៀបនៃការប្រើប្រាស់ជីគ្រាប់ឬក៏ជីគីមីឬក៏ជី NPK ទៅលើស្រែប្រាំងហើយ topic មួយនេះដែរគឺជា topic មួយដែលបងប្អូនប្រជាកសិកររបស់យើងស្នើឲ្យខ្ញុំធ្វើតាំងពីយូរហើយប៉ុន្តែដោយសារតែខ្ញុំរវល់ច្រើនហើយខ្ញុំអត់មានពេលធ្វើទើបខ្ញុំបានធ្វើហើយឥឡូវគឺខ្ញុំបានចំណាយពេលទនេរបស់ខ្ញុំតិចតួចមកធ្វើវីដេអូមួយនេះដើម្បីចែកជូនដល់បងប្អូនប្រជាកសិករត្រៀមក្នុងការធ្វើស្រែក្នុងខែ4ខែ5ហ្នឹងហើយរូបមន្តដែលខ្ញុំបានប្រាប់បងប្អូននេះគឺខ្ញុំអត់បានដកស្រង់ចេញពីឯកសាររបស់ក្រសួងកសិកម្មឬក៏ឯកសារផ្សេងៗនោះទេគឺដកចេញពីបទពិសោធន៍របស់ខ្លួនឯងរបស់សិស្សច្បងហើយរបស់កសិករដែលគាត់បានជោគជ័យទៅលើស្រែប្រាំងក្នុងការប្រើប្រាស់ជីគ្រាប់ឬក៏ជីគីមីការប្រើប្រាស់ជីគ្រាប់នេះគឺបងប្អូនត្រូវតែដឹងពីតួលេខរបស់ GNPK ឬក៏តើតួ NPK ឬក៏សារធាតុនីមួយៗមានតួនាទីអ្វីខ្លះការពិតទៅ GNPK គឺជាសារធាតុចិញ្ចឹមដែលមានតួ N គេហៅថាអាសូត P យើងហៅថាផូស្វ័រហើយ K យើងហៅថាប៉ូតាស្យូមដែល N ឬក៏អាសូតហ្នឹងគឺមានតួនាទីក្នុងការជួយដើមស្លឹកនិងឫស P ឬក៏អក្សរ P ដែលមានតួអក្សរទី2គឺតួនាទីរបស់វាគឺជួយឲ្យឫសវែងបែកគុំល្អនិងជួយក្នុងការផ្សំកេសរតួ K ឬក៏តួ K គឺមានតួនាទីក្នុងការធ្វើឲ្យស្រូវផ្សំកេសរបានល្អនិងផលិតផ្លែបានស្អាតឬក៏ដាក់គ្រាប់បានពេញហើយ GNPK ដែលលក់នៅលើទីផ្សារគឺយើងបានឃើញគេផលិតមកជារូបមន្តមួយដូចជា G Ure ដែលមានលេខ4600ដែលមានតួ N ឬក៏អាសូត 46% P 0% និងK 0% មានដូចជា G DAP កាលី GNPK និង G ផ្សេងៗដែលមានលេខទៅតាមប្រភេទក្រុមហ៊ុននីមួយៗដែលគេផលិតមកប៉ុន្តែ GNPK ថាតើនៅពេលដែលយើងឃើញលេខបែបនេះតើយើងគួរតែប្រើ GNPK ទៅតាមវគ្គនីមួយៗរបស់ដំណាំស្រូវតាមរបៀបណាហើយប្រើចំនួនប្រមាណនៅក្នុងមេហត្តាខ្ញុំបានបែងចែកការលូតលាស់របស់ដំណាំស្រូវជា5វគ្គដែលវគ្គទី1គឺវគ្គលូតលាស់វគ្គទី2គឺវគ្គបែកគុំវគ្គទី3គឺវគ្គបង្កបង្កើតគួរវគ្គទី4គឺវគ្គផ្សំកេសរវគ្គទី5គឺវគ្គផលិតគ្រាប់ឬក៏ដាក់គ្រាប់ឲ្យពេញនៅពេលដែលយើងដឹងវគ្គនីមួយៗហើយតើយើងគួរតែប្រើប្រាស់ GNPK តាមវគ្គមួយណាហើយប្រើជាអ្វីខ្លះវគ្គទី1ចាប់ពីអាយុ1ថ្ងៃចាប់ពីព្រោះទៅរហូតដល់អាយុ15ទៅ20ថ្ងៃហ្នឹងគឺយើងប្រើប្រាស់ G ដែលមានសារធាតុអាសូតនិងផូស្វ័រច្រើនហើយយើងបាចនៅកំឡុងកាល10ទៅ15ថ្ងៃគឺជាពេលដែលល្អបំផុតក្នុងការប្រើវគ្គទី1ប្រើជីវគ្គទី2វាត្រូវការ N និង P ច្រើនដែរហើយចាប់ពីចន្លោះ20ទៅ30ថ្ងៃហើយពេលវេលាដែលល្អហ្នឹងគឺចាប់ពីអាយុ25ទៅ30ថ្ងៃហ្នឹងគឺល្អបំផុតដោយសារអីវគ្គទី2នេះគឺវាត្រូវការបែកគុំខ្លាំងហើយការបាចវគ្គទី3គឺយើងបាចក្នុងចន្លោះថ្ងៃដែលស្រូវកំពុងតែបង្កបង្កើតគួរដែលភាគច្រើនគឺយើងបាចក្នុងចន្លោះថ្ងៃទី35ទៅ45ទៅតាមប្រភេទពូជស្រូវបើសិនជាស្រូវអាយុតិចគឺចាប់ពី38ទៅ39គឺចាប់ផ្ដើមផើងតូចហើយអញ្ចឹងចន្លោះពេលផើងតូចហ្នឹងគឺយើងបាចក្នុងចន្លោះពេលហ្នឹងគឺល្អបំផុតក្នុងការបាចជីវគ្គ3ចុះវគ្គនីមួយៗតើយើងបាចជាអ្វីខ្លះវគ្គទី1គឺយើងត្រូវការ N និង P ច្រើនអញ្ចឹងយើងភាគច្រើនគឺយើងបាច G Ure និង DAP ដោយសារអី Ure គឺមាន N 46% DAP វាមាន N 18 P វាមាន 46% អញ្ចឹងវគ្គទី1យើងបាចអាហ្នឹងគឺល្អហើយវគ្គទី2គឺយើងបាច G នឹងដូចគ្នាគឺ Ure បូក DAP វគ្គទី3គឺយើងបាច G ដែលមានសារធាតុអាសូតផូស្វ័រនិងប៉ូតាស្យូមឬក៏ NPK ហ្នឹងស្មើគ្នាឬក៏ពេលនឹងការធំជាង N ដោយសារអីដោយសារតែវគ្គទី3នេះគឺវាត្រូវការក្នុងការផលិតគួរឬក៏ផលិតគ្រាប់អញ្ចឹងបងប្អូនអាចប្រើជីកែងឬក៏ជីលេខ2015ឬក៏ជីណាក៏ដោយដែលបងប្អូនយកទៅបូកគ្នាមានលេខវាលំដាប់ស្មើគ្នាឬក៏លំដាប់ពេលនឹងការខ្ពស់ជាង N នេះគឺជារូបមន្តដែលបងប្អូនអាចយកជាលំនាំគោលក្នុងការប្រើប្រាស់ GNPK ទៅលើដំណាំស្រូវរបស់បងប្អូនបានប៉ុន្តែតើប្រភេទពូជនិងប្រភេទដីវាប៉ះពាល់ទៅដល់ការប្រើប្រាស់ GNPK នឹងអត់ការពិតទៅការប្រើប្រាស់ GNPK ឬក៏ G គីមីនេះយើងត្រូវមើលប្រភេទដីនិងប្រភេទពូជដែរឧទាហរណ៍ដូចជាដីដែលអត់មានសារធាតុចិញ្ចឹម
ឬក៏ដីខ្សត់ជីវជាតិដែលយើងភាគច្រើនយើងឃើញកើតនៅលើដីខ្សាច់ឬដីដែលមានល្បាប់ខ្សាច់ច្រើនអញ្ចឹងដីប្រភេទហ្នឹងបងប្អូនអាចប្រើប្រាស់ជីអ៊ុយរ៉េឲ្យច្រើនជាង DAP ក៏បានដែរប៉ុន្តែបងប្អូនត្រូវមើលដែរបើសិនជាស្រូវរបស់បងប្អូនលូតលាស់ខ្លាំងហើយស្លឹកវែងបងប្អូនត្រូវតែមើលថាយើងគួរតែប្រើប្រាស់ GN កម្រិតណាហើយប្រភេទដីដែលមានជីវជាតិខ្លាំងបងប្អូនត្រូវតែប្រើប្រាស់ជីអ៊ុយរ៉េឲ្យតិចជាងជី DAP ដោយសារអីដោយសារតែការប្រើប្រាស់ជីដែលមានសារធាតុអាហ្សូតឬក៏ជីអ៊ុយរ៉េច្រើននៅលើដីដែលល្អគឺធ្វើឲ្យស្លឹកស្រូវគឺវែងជ្រុលដែលធ្វើឲ្យវាកើតជំងឺច្រើនវាកើតសត្វល្អិតច្រើនកើតតកូវច្រើនកើតរមាច្រើនដូចនេះបងប្អូនត្រូវតែមើលទៅតាមប្រភេទដីនិងប្រភេទពូជរបស់បងប្អូនដែរហើយជាមធ្យមក្នុងការប្រើប្រាស់ GNPK ឬក៏ជីគីមីទៅលើដំណាំស្រូវក្នុងមួយហិកតាគឺយើងប្រើ 6B ស្មើនឹង300គីឡូប៉ុន្តែបើសិនជាបងប្អូនមានលទ្ធភាពអាចលើសហ្នឹងគឺកាន់តែល្អតែបើសិនជាអត់លទ្ធភាពក្រោមនឹង 1B ក៏បានដែរហើយបើសិនជាបងប្អូនចង់បានទិន្នផលកាន់តែកើនជាងហ្នឹងបងប្អូនអាចប្រើប្រាស់ជីបំប៉នទៅលើស្លឹកបន្ថែមទៀតអ្វីទៅជាជីបំប៉នជីបំប៉នគឺប្រៀបដូចជាអាហារបំប៉នរបស់មនុស្សយើងដែលគេផលិតមកគឺដើម្បីបង្ក្រប់នៃសារធាតុចិញ្ចឹមរបស់មនុស្សយើងដែរជីបំប៉នរបស់រុក្ខជាតិគឺគេផលិតភាគច្រើនគឺផលិតពីពពួកមីក្រូសារធាតុហើយក៏មានពពួក GNPK ខ្លះដែរប៉ុន្តែភាគច្រើនគឺគេផលិតចេញពីពពួកមីក្រូសារធាតុដើម្បីបង្ក្រប់នៅសារធាតុចិញ្ចឹមរបស់រុក្ខជាតិមីក្រូសារធាតុមានដូចជាដែក Manganese បារ៉ុនទង់ដែងសង្កសីជាដើមហើយក៏មានពពួកអរម៉ូនខ្លះដែរនៅខាងក្នុងហ្នឹងដែលធ្វើឲ្យដំណាំស្រូវគឺវាលូតលាស់បានល្អហើយក៏វាសុខភាពវាល្អអាចប្រឆាំងជាមួយនឹងជំងឺបានមួយចំនួនផងដែរអញ្ចឹងការប្រើប្រាស់ជីបំប៉នគឺអត់ច្រើនទេគឺអស់តិចជាងជីគ្រាប់ដោយសារជីបំប៉នដែលគេផលិតមកគឺសម្រាប់លាយបាញ់នៅលើស្លឹកអញ្ចឹងសារធាតុដែលគេដាក់នៅខាងក្នុងម្សៅឬក៏ទឹកជីបំប៉នហ្នឹងគឺវាមិនមានច្រើនខ្លាំងទេបើមិនជាគេដាក់ច្រើនគឺវាអាចប៉ះពាល់ទៅដល់សុខភាពស្រូវវិញអញ្ចឹងគេដាក់មិនល្មមដែលស្រូវវាត្រូវការហើយបង្ក្រប់ដោយសារធាតុចិញ្ចឹមដែលនៅខាងក្នុងជីគ្រាប់ផងដែរហើយបើសិនជាបងប្អូនឆ្ងល់តើតើមកការប្រើប្រាស់ជីគ្រាប់ទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះឬក៏ចូលក្រុម Telegram នៅខាងក្រោម description បានហើយបើសិនជាបងប្អូនចង់បានថ្នាំតទៅជាមួយនឹងដំណាំស្រូវឬក៏ដំណាំផ្សេងៗបងប្អូនអាចចូល Channel Telegram នៅខាងក្រោម description នេះផងដែរហើយវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយ